និទានបង្កើនបញ្ញាសម្រាប់កុមាររឿងប្រាជ្ញាសត្វឆ្កែមានកសិករម្នាក់រស់នៅក្នុងភូមិមួយគាត់មិនត្រឹមតែជាកសិករឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេថែមទាំងជាអ្នកស្រឡាញ់ការរៀនសូត្រផងដែរជារៀងរាល់ថ្ងៃក្រោយពីធ្វើការនឿយហត់នៅឯស្រែចម្ការគាត់តែងតែចំណាយពេលអានសៀវភៅនិងសូត្រកំណាព្យដែលគាត់បានតាក់តែងថ្ងៃមួយកសិករបានប្រទះឃើញកូនឆ្កែមួយក្បាលដែលគេបោះបង់ចោលនៅក្បែរផ្លូវដែលក្តីអាណិតអាសូរគាត់ក៏បានរើសវាយកមកចិញ្ចឹមហើយដាក់ឈ្មោះឲ្យវាថាអាឆ្លាតជាឆ្កែដែលឆ្លៀសវៃនិងចេះដឹងគុណម្ចាស់របស់វាណាស់វាតែងតែនៅក្បែរកសិករគ្រប់ពេលវេលាហើយស្ដាប់គាត់សូត្រកំណាព្យជារៀងរាល់ថ្ងៃនៅព្រឹកមួយកសិករនិងអាឆ្លាតបានធ្វើដំណើរទៅកាន់ចម្ការដែលនៅឆ្ងាយពីផ្ទះផ្លូវទៅកាន់ចម្ការត្រូវឆ្លងកាត់ព្រៃធំមួយដែលមានដើមឈើខ្ពស់ដុះអមសងខាងផ្លូវខ្យល់ត្រជាក់បក់មកយ៉ាងរំភើយធ្វើឲ្យកសិករមានអារម្មណ៍ងងុយគេងគាត់ក៏សម្រេចចិត្តឈប់សម្រាកក្រោមដើមឈើដ៏ធំមួយហើយមិនយូរប៉ុន្មានគាត់ក៏បានលង់លក់ទៅអាឆ្លាតឃើញម្ចាស់របស់វាកំពុងដេកលក់យ៉ាងស្កប់ស្កល់ក៏រត់លេងម្នាក់ឯងក្នុងព្រៃនោះពេលកំពុងតែរត់លេងយ៉ាងសប្បាយស្រាប់តែវាបានជួបនឹងខ្លាធំមួយក្បាលដែលកំពុងតែដើរសំដៅមករកអាឆ្លាតដោយសេចក្តីស្រែកឃ្លានខ្លានោះបាននិយាយដោយសំឡេងគួរឲ្យខ្លាចថាថ្ងៃនេះពិតជាសំណាងមែនបានមកហូបផ្លែកមាត់ទៀតហើយអាឆ្លាតភ័យស្លន់ស្លោប៉ុន្តែវាព្យាយាមតាំងស្មារតីហើយគិតក្នុងចិត្តថាបើអញភ័យស្លន់ស្លោក៏ត្រូវតែស្លាប់បើអញស៊ូជាមួយវាក៏ត្រូវតែស្លាប់ដដែលដូច្នេះមានតែប្រើប្រាជ្ញានេះទើបអាចជួយជីវិតបានអាឆ្លាតក៏និយាយទៅកាន់ខ្លាថាបងខ្លាធំអើយខ្ញុំដឹងថាខ្ញុំមិនអាចរួចខ្លួនពីក្រញ៉ាំរបស់បងបានទេប៉ុន្តែខ្ញុំមានរឿងមួយចង់ប្រាប់បងនៅក្នុងពូជអំបូររបស់ខ្ញុំគឺខ្ញុំមានសត្រូវម្នាក់ដែលស្អប់វាខ្លាំងណាស់បើខ្ញុំស្លាប់បាត់តើអ្នកណានឹងសងសឹកឲ្យខ្ញុំទៅខ្លាបានសើចហើយនិយាយថាឯងជាកូនឆ្កែតូចមួយតើមានសត្រូវអ្វីទៅកុំនិយាយច្រើនពេកឆាប់មកឲ្យអញស៊ីតាមសម្រួលភ្លាមអាឆ្លាតធ្វើជាអង្វរបងខ្លាធំអើយបងមើលរូបរាងខ្ញុំចោះតូចប៉ុណ្ណេះតើបងស៊ីឆ្អែតដែរទេបើជ្រុលជាខ្ញុំត្រូវស្លាប់សូមបងជួយខ្ញុំសងសឹកផងទៅបងនឹងបានស៊ីចំណីឆ្អែតហើយខ្ញុំក៏បានស្លាប់បិទភ្នែកចិត្តដែរខ្លាចាប់ដើមគិតឆ្កែនេះនិយាយត្រូវស៊ីវាតែម្នាក់ឯងពិតជាមិនឆ្អែតទេប៉ុន្តែបើបានស៊ីទាំងសត្រូវវាទៀតយើងកាន់តែឆ្អែតខ្លាសួរថាចូលប្រាប់អញមកតើសត្រូវរបស់ឯងនៅឯណាអញឆ្លាតឃើញខ្លាចាប់ដើមជឿជាក់លើវាហើយក៏និយាយថាបងខ្លាគ្រាន់តែដើរតាមខ្ញុំមកខ្ញុំនឹងនាំបងទៅស៊ីសត្រូវរបស់ខ្ញុំខ្លាក៏ដើរតាមអាឆ្លាតមិនយូរប៉ុន្មានពួកវាបានទៅដល់រូងភ្នំធំមួយអាឆ្លាតប្រាប់ខ្លាថាសត្រូវរបស់ខ្ញុំនៅក្នុងរូងភ្នំនេះហើយសូមបងក្រាបចាំនៅមាត់រូងនេះចោះចាំខ្ញុំចូលទៅបញ្ឆោតវាឲ្យចេញមកក្រៅរួចហើយបងចាំចាប់ស៊ីវាទៅខ្លាក៏យល់ព្រមតាមគំនិតរបស់អាឆ្លាតដើរចូលទៅក្នុងរូងភ្នំដ៏ងងឹតនោះមួយសន្ទុះក្រោយមកខ្លាបានឮសំឡេងអាឆ្លាតព្រុសយ៉ាងខ្លាំងពីក្នុងរូងភ្នំវាគិតថាសត្រូវរបស់អាឆ្លាតចិត្តចេញមកហើយអញត្រូវត្រៀមខ្លួនឲ្យស្រេចដើម្បីចាប់វាស៊ីរំពេចនោះស្រាប់តែមានដំរីធំមួយក្បាលវាផ្អើលរត់ចេញពីក្នុងរូងភ្នំយ៉ាងលឿនដោយព្យុះហើយបានជន់ខ្លាដែលកំពុងតែក្រាបនៅមាត់រូងនោះបែកអាចស្លាប់បាត់ទៅមួយសន្ទុះក្រោយមកអាឆ្លាតបានដើរចេញពីរូងភ្នំរបស់វងដំរីនោះដោយសុវត្ថិភាពហើយត្រឡប់ទៅរកម្ចាស់របស់វាវិញ
កុមារ